ស្ដីម្ដងទៀតគឺកាន់ប្រិយមិត្តអ្នកសិក្សាទាំងអស់គ្នាយើងអាចថាកាលពីវីដេអូមុនយើងបានធ្វើលំដាប់អំពី for loop ហើយនិង while loop ជាមួយគ្នាម្ដងហើយអញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញអំពីនៅលំហាត់មួយទៀតដែលតទៅនឹង for loop និង while loop ដូចគ្នាតែលើក្នុងថ្ងៃនេះគឺខ្ញុំនឹងលើកយកចំណុចមួយទៀតគឺរបៀបបង្ហាញ index មានន័យថានៅពេលណាដែលយើងមានជា variable តែ value របស់វាគឺជា string ស្ថិតតែយើងចង់ឲ្យវាចេញជាលេខគឺយើងត្រូវធ្វើម៉េចហើយឲ្យវាចេញអក្សរវារត់ពីលើទៅក្រោមតើយើងធ្វើម៉េចសូមមើលវីដេអូនេះឲ្យដល់ចប់និងអ្នកទាំងអស់គ្នានឹងអាចយល់ពី for loop និង while loop បានកាន់តែច្បាស់ជាងមុនចឹងជាដំបូងគឺខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពី for loop ឧទាហរណ៍ថាខ្ញុំមាន tag មួយតែខ្ញុំសរសេរ tag គឺខ្ញុំឲ្យ tag ហ្នឹងស្មើ hello world ចុះហើយបន្តមកទៀតគឺខ្ញុំសរសេរថា for e in rank នៅក្នុងវងកញ្ចក់ length នៃ tag ហើយបន្តមកទៀតគឺយើងដាក់សញ្ញាចុច2វាទៅហើយយើងចុះបន្តមកយើង print ហ្នឹងយើងត្រូវសរសេរ print e ដើម្បីវាចេញលេខហ្នឹងហើយយើងចុច run ហ្នឹងវាចេញពីលេខ0ទៅដល់លេខ10ដោយសារតែអាហ្នឹងគឺវារាប់ space ដែរអញ្ចឹងឥឡូវយើងចង់ធ្វើវាចេញជាអក្សរពីលើចុះក្រោមវិញតើយើងធ្វើម៉េចតើមើលទាំងអស់គ្នាអញ្ចឹងខ្ញុំសរសេរ so letter one by one ដើម្បីបង្ហាញអក្សរនីមួយៗអញ្ចឹងនៅកន្លែងនេះគឺយើងអត់ចាំបាច់សរសេរ tag មកវិញទេយើងគ្រាន់តែសរសេរ for e in rank length tag មកវិញហើយរួចទៅមកទៀតគឺយើង print មក print ហ្នឹងគឺយើង print tag នៃ e ដើម្បីវាចេញជាអក្សរយើងសរសេរ tag ហើយដាក់គ្នាបទៅហើយដាក់ e នៅក្នុងហ្នឹងន័យថាឲ្យវាឆ្លាស់ index មកជាអក្សរវិញចុះមិនចុចទៅចឹងពេលយើងចុច run ទៅវាចេញជាអក្សរវិញជាចូលឆពីអក្សរ h មកដល់អក្សរ d អូខេឥឡូវនេះយើងចេះអំពី for loop ហើយបន្តមកទៀតយើងនឹងទៅសិក្សាអំពី while loop វិញម្ដង comment while loop មួយមកដើម្បីបញ្ជាក់ថាយើងកំពុងតែសរសេរ while loop ដូចគ្នាទៅនឹង for loop ដែរដំបូងគឺយើងឲ្យ tag ស្មើនឹងbanana បន្តមកទៀតខ្ញុំឲ្យ e ស្មើ0ដើម្បីបញ្ជាក់ថាវាចាប់ផ្ដើមពី0ទៅបន្ទាប់មក while e តូចជាង length នៃ tag ហើយចុច2ចុះទៅហើយបន្ទាប់មកទៀតយើងសរសេរ print មក print e ដើម្បីវាចេញជា index លេខហ្នឹងហើយបន្ទាប់មកទៀតយើងសរសេរ e បូកស្មើ1មានន័យថា e ស្មើ e បូក1នឹងគឺយើងសរសេរដើម្បីឲ្យវាមានកំណត់ថាវាចេញដល់លេខប្រហែលលេខ5បើមិនចឹងទេវានឹងចេញលេខ0រហូតគ្មានផុតទេបន្តមកទៀតគឺយើងចង់ឲ្យវាចេញជាអក្សរដូចនៅក្នុង for loop ដែរឲ្យវាចេញពីអក្សរពីលើចុងក្រោមចឹងយើងធ្វើដដែលទេយើងសរសេរ e ស្មើ0ទី1បន្តមកទៀតគឺយើងសរសេរ while e តូចជាង length នៃ tag ដដែលទេអាហ្នឹងសរសេរដដែលទេដូចនៅក្នុង for loop ដែរហ្នឹងហើយកុំភ្លេចដាក់សញ្ញាចុច2ខាងក្រោយនោះផងអញ្ចឹងទេ error ពេញហ្នឹងហើយបន្ទាប់មកទៀតគឺយើងគ្រាន់តែ print ទៀតមកនិយាយទៅដដែលទេ print tag នៃ e មកហើយ e បូកស្មើ1មកហើយ run ទៅចេញ banana ពីលើចុះមកក្រោម
អូខេឥឡូវនេះចំពោះលំហាត់ដែលតតងជាមួយនឹង for loop និង while loop គឺមានតែប៉ុណ្ណឹងចំពោះចម្ងល់អាចសួរនៅក្នុង comment បាន Goodbye